អារម្មណ៍មែនទែនដោយសារខ្ញុំមិនដែរទៅលេងប៉ុនឆ្លងឆ្នាំដូចឆ្នាំនេះហើយជាលើកទី1ហើយដែលខ្ញុំបានឆ្លងទៅលេងប៉ុនឆ្លងឆ្នាំនៅស្លាមមន្តពាំងត្រាចហ្នឹងគឺឆ្ងាយប្រហែលជា4-5គីឡូពីភូមិព្រោះវានៅកណ្ដាលព្រៃចឹងគេធ្វើស្លាបន់មួយប្រពៃពិធីជារៀងរាល់ឆ្នាំហើយប៉ុន្មានឆ្នាំនេះផ្លូវគេធ្វើស្រួលចូលទៅដល់ស្លាបន់ចឹងបងប្អូនយើងកាន់តែមានអ្នកចូលរួមទៅលេងកម្សាន្តជាច្រើនមានឡានមានម៉ូតូមកជិះគោយន្តអីហ្នឹងទៅលេងហើយជំនួញសិតតែព្រៃហើយមានដើមឈើធំធំច្រើនចឹងបងប្អូនក៏គាត់ពុជបាយវិចសឡវិចម្ហូបអីហ្នឹងទៅអង្គុយហូបនៅក្នុងព្រៃហើយបងប្អូនមួយចំនួនក៏គាត់រាំលេងទៅហើយជាពិសេសហ្នឹងគឺមានឡានបាញ់ទឹកឲ្យយើងលេងសប្បាយដោយការពីចូលឆ្នាំថ្មីនេះដែរហើយស្លាបមុននេះគេតែងប្រពៃជារៀងរាល់ឆ្នាំបងប្អូនតែឆ្នាំនេះពិតជាសប្បាយប្លែកអារម្មណ៍សម្រាប់ខ្ញុំព្រោះខ្ញុំមិនដែរទៅលេងបែបហ្នឹងទេជាយូរឆ្នាំហើយឮតាគេថាទេតែឆ្នាំនេះខ្ញុំបានទៅចូលរួមកាលពីថ្ងៃទឹកទី18របស់យើងខែ5យើងណាហើយអញ្ចឹងខ្ញុំទៅចូលរួមមកមុនដំបូងគិតថាអូប្រហែលជាគ្មានលឺទេរៀងខ្លាចចឹងបងប្អូនតែមានណាដល់ពេលជិះទៅដល់អត់ដឹងថាអូមនុស្សច្រើនម្លេះច្រើនចង់ប្រហែលចូលឆ្នាំខ្មែរយើងនៅក្បែរខេត្តណាជិះទៅជាពិសេសពេលល្ងាចម៉ោង3ម៉ោង4ហ្នឹងមនុស្សទៅចូលកាន់តែច្រើនម្នាក់ទៅសប្បាយហូរក៏ជ្រាវតែសារយើងបានចូលឆ្នាំខ្មែរជាប្រហែលជាមួយខែជាងហើយដល់ពេលឥឡូវបានឆ្លងចូលឆ្នាំខ្មែរហ្នឹងបងប្អូនយើងទៅលេងរោះកំសាន្តលេងឲ្យមានឡានបាញ់ទឹកទៀតនោះធ្វើឲ្យកម្មវិធីហ្នឹងកាន់តែសប្បាយហើយចាំមើលឆ្នាំក្រោយមិនដឹងថាជាសប្បាយយ៉ាងណាទេតែឆ្នាំនេះខ្ញុំបានរួមជាច្រើនមកដែរតែអត់បានថតឲ្យបងប្អូនមើលទេទីអៀនតិចចឹងថតដល់ពួកបងប្អូនឲ្យគាត់បាននាំលេងហ្នឹងឲ្យបងប្អូនទស្សនាថាវាពិតជាគេឆ្លងចូលឆ្នាំខ្មែរមែនអត់ចឹងណាហើយនេះរួមក្រុមណាស្វាយហ៎បងប្រុសហើយអ្នកគុំខ្ញុំហូចទៅចូលរួមច្រើនណាក៏គោកដៃហើយកូនខ្ញុំវិញអូអេទាចាំទៅលេងទឹកពលឡានបាច់ទឹកដល់3ទៅ4គ្រឿងដែរចឹងអ្នកអូសប្បាយទីឯងទៅវារៀងក្តៅដែរចឹងណាហើយចឹងបងប្អូនក៏ទៅហើយបងប្អូនមួយចំនួនទេគាត់នៅក្នុងព្រៃឯងគាត់មកឯងអត់មករួមទេទេស្អីភាសាគាត់ឲ្យជួបជុំគ្រួសារអញ្ចឹងហើយហូបចុកមួយគ្នាអញ្ចឹងព្រោះថ្ងៃនេះជាថ្ងៃអាទិត្យអញ្ចឹងបងប្អូនយើងទំនេរច្រើនអញ្ចឹងធ្វើកម្មវិធីបុណ្យឆ្លងឆ្នាំយើងហ្នឹងប្រពនៅនឹងទៀតបងប្អូនបានតែជុំគ្នាអញ្ចឹងគាត់អង្គុយហូបចុកជុំគ្រួសារគាត់សប្បាយទីជាហើយបងប្អូនតែខ្ញុំថតវីដេអូផ្សេងទៀតទេអត់បានដាក់ចូលគ្នានឹងទេតែសារតែវីដេអូនេះវារៀងវែងដែរអញ្ចឹងខ្ញុំថតតាកន្លែងគេរួមហើយផ្នែកវិទ្យាទៀតគឺបងប្អូនយើងនៅក្នុងព្រៃហើយស្លាប់មុនហ្នឹងក៏គេធ្វើនេះសម្រាប់តែបងប្អូនយើងមកធ្វើបុណ្យហើយពេលព្រឹកហ្នឹងគេរាប់មកលោកដាក់បាតអីហ្នឹងគឺចាប់មកឯវគ្គហើយតែល្ងាចចាប់ពីម៉ោង11ថ្ងៃត្រង់ហ្នឹងគឺគេបើកឲ្យរាំលេងកម្សាន្តចាំមនុស្សនីគឺអត់ចូលរួមចាំពីម៉ោង10ម៉ោងប្រហែលជា9ព្រឹកហ្នឹងគាត់ទៅរាប់បាត់លោកហើយគឺគាត់ចាប់កម្មវិធីរាប់បាត់លោកគួរនាំពីរួមបងប្អូនពលហូបចុកទៅអ្នកលក់ក៏មានចេះតែខ្វះតែលុយឯងបើថារឿងលក់ដូរគឺមានមកចប់ហ្មងមានអាំងសាច់មានសាច់គោសាច់ក្រកមានម្ហូបសាច់ខ្លែមស្អីគឺអត់ខ្វះហ្មងនៅក្នុងព្រៃហ្នឹង
គេទៅលក់ដល់នឹងតែម្ដងសំបីតាលីហាដូគេទៅលក់ដល់នឹងដែរព្រួយមនុស្សចូលរួមច្រើនអញ្ចឹងគេលក់ដាច់ហ្នឹងបងប្អូនហើយខ្ញុំអរមែនទែនហើយថ្លៃអារម្មណ៍ខ្លាំងណាស់មិនដែលនឹកស្មានថាមានកម្មវិធីពិសេសដល់ថ្នាក់ហ្នឹងហើយក៏សប្បាយរីករាយមានវាយគ្នាវាយអីទេគឺបងប្អូនយើងរួមសាមគ្គីគ្នាហើយស្រឡាញ់គ្នាទៅវិញទៅមកអត់មានបង្កហេតុអីឲ្យកម្មវិធីគេខ្វល់ខ្វាយពីយើងទេចឹងបងប្អូនរួមដោយមិនមានភាពភ័យខ្លាចអីសោះតែម្ដង